សូមជម្រាបសួរទូរទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់នីតិទីផ្សារការងារនិងមុខរបរនាថ្ងៃនេះនីតិទីផ្សារការងារនិងមុខរបររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃគណៈកម្មាធិការជាតិបណ្ដុំបណ្ដាលសូមនាំមកជូនទូរទស្សនិកជននៅមាតិកាព័ត៌មានសំខាន់ដូចតទៅ1បទយកាស្ដីអំពីឱកាសទទួលបានការងារសមរម្យនៅមជ្ឈមណ្ឌលឧស្សាហសុបិនចំការព្រីង2ព័ត៌មានជ្រើសរើសបុគ្គលិកសំខាន់នៅក្នុងប្រទេសនាសប្តាហ៍នេះជាកិច្ចបន្តទៅទៀតនេះសូមអញ្ជើញទូរទស្សនិកជនតាមដានទស្សនាកម្មវិធីរបស់យើងខ្ញុំដូចតទៅការអនុវត្តនៅគោលនយោបាយឈ្នះឈ្នះក្រោមគំនិតផ្ដួចផ្ដើមដ៏ជ្រាលជ្រៅនិងប្រកបដោយកិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីនាយកហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននាំមកនូវសន្តិភាពពេញលេញនិងស្ថិរភាពនយោបាយដែលមិនធ្លាប់មានពីមុនមកកត្តានេះរួមផ្សំជាមួយនឹងកត្តាអនុវត្តគោលនយោបាយស្ដារនិងអភិវឌ្ឍជាតិដ៏ត្រឹមត្រូវបាននាំឲ្យមានការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រគួរឲ្យកត់សម្គាល់នៅកម្ពុជានៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំបន្តក្នុងការអនុវត្តការកែតម្រង់ស៊ីជម្រៅគ្រប់វិស័យសម្ដៅបង្កបរិយាកាសកាន់តែប្រសើរសម្រាប់ការវិនិយោគនិងការលើកកម្ពស់វិស័យឯកជនជាពិសេសការបង្កើតឲ្យមានយន្តការវេទិការាជរដ្ឋាភិបាលវិស័យឯកជនបានបើកទូលាយឲ្យមានការពិភាក្សាផ្លាស់ប្ដូរយោបល់រវាងរដ្ឋាភិបាលនិងផ្នែកឯកជនដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងការអភិវឌ្ឍវិស័យឯកជននិងសង្គមសេដ្ឋកិច្ចនៅកម្ពុជាការរីកដុះដាលវិស័យឧស្សាហកម្មក្នុងស្រុកបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកបង្កើតឱកាសការងារនិងជំរុញកំណើនឥតឈប់ឈរជាក់ស្ដែងតាមរយៈទិន្នន័យជំរឿនសហគ្រាសនៅកម្ពុជានាឆ្នាំ2014នេះដែលទើបចេញផ្សាយដោយក្រសួងផែនការនិងអង្គការចៃការបានបង្ហាញថានៅកម្ពុជានាពេលបច្ចុប្បន្នមានសហគ្រាសទាំងតូចទាំងធំចំនួន 514,278 នៅទូទាំងប្រទេសដោយមានការកើនឡើង 11% ធៀបនឹងឆ្នាំ2011ដែលមានចំនួនសហគ្រាសប្រមាណ 55,134 កន្លែងក្នុងចំណោមការវិនិយោគទាំងនោះការវិនិយោគក្នុងស្រុកក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាពិសេសការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតនូវការងារក្នុងស្រុកជាច្រើនដល់អ្នកស្វែងរកការងារធ្វើទូទៅជាក់ស្ដែងមជ្ឈមណ្ឌលឧស្សាហសុបិនចំការព្រីងដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2009ក្នុងទំហំដី30ហិកតាបាននិងកំពុងផ្ដល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាជនកម្ពុជាមជ្ឈមណ្ឌលឧស្សាហសុបិនចំការព្រីងមានទីតាំងស្ថិតនៅក្នុងភូមិច្រេះសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញទីតាំងនៃមជ្ឈមណ្ឌលនេះមានការអំណោយផលដល់អ្នករស់នៅទីក្រុងភ្នំពេញដើម្បីទទួលបានការលំហែកាយជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលពេលដែលខ្ញុំបានមករស់នៅកន្លែងនេះធ្វើឲ្យជីវភាពរបស់ខ្ញុំមានភាពធូរធារបានច្រើនជាកន្លែងសុខដុមរមនាត្រជាក់ត្រជុំជាពិសេសគឺមានភ្ញៀវទេសចរមកលេងជាច្រើនជាការលម្អសម្រាប់ប្រទេសយើងទាំងមូលផងទៀតសួនសុបិនចំការព្រីគឺជាទីកន្លែងមួយដែលត្រជាក់មានដំបូលមានដើមឈើគ្រប់សពបែបយ៉ាងអាចការពារកម្ដៅបានណាមួយទៀតវាចិត្តជាយក្រុងចំណាយលុយអស់តិចចំណាយប្រេងឡានប្រេងម៉ូតូអស់តិចហើយសុវត្ថិភាពថែមទៀតជាពិសេសគឺជួយលើកស្ទួយសេដ្ឋកិច្ចប្រទេសយើងគឺមានន័យថាទេសចរជាចម្បងលើសពីនេះមជ្ឈមណ្ឌលឧស្សាហសុបិនចំការព្រីងកំពុងផ្ដល់នូវឱកាសការងារប្រាក់ចំណូលសមរម្យនិងការអភិវឌ្ឍជំនាញដល់ប្រជាជនទូទៅជាពិសេសប្រជាជនដែលរស់នៅក្បែរតំបន់នេះនាពេលបច្ចុប្បន្នមជ្ឈមណ្ឌលឧស្សាហសុបិនចំការព្រីងមានបុគ្គលិកសរុបទាំងអស់70នាក់ដោយបែងចែកជាផ្នែកសេវាកម្មរួមមានការបម្រើម្ហូបអាហារនិងទីកន្លែងសម្រាប់លក់ភេសជ្ជៈផ្សេងៗកន្លែងក្មេងលេងទស្សនាការប្រគំតន្ត្រីកន្លែងច្រៀងលេងនិងលំហែកាយ
Đạp nhau với nhau thưa ca tên ní ở dạp bê pram năm này hay sầm nắp chẳng mà bảo bỏ nhau nhau tân hai nhau thưa ca tên ní sờ bài sang đang sờ bài hái ban đang lôi chai tiền nắng chỉ bọt sạt bỏ nhau toa hay đạp bê tới bê thưa ca tên ní nhau mẹ là đóng tha cọ cái đai bùi bong này nơi không đi từng ở nắng còn vô chụp tụng đại mùi dương với bắt tài dương tâm mà suy bắt tài nhóm tâm cho thưa ca cái đau kê mấy mình tay mẹ là đóng tha cọ cái đai bùi quạt bàn vô chụp tụng đại từng nhóm hay tọt máรอปัญหาไอ้กวาดช่วยดอกสายปุ๋ยยมนายเหม็นฮะเคยยังเขาให้กวาดก็จำเมื่อหนามเยอะไงคือกวาดช่วยยังออกเนี่ยจะให้ทัวร์การตีนี่เป็นยังสู้ผู้เว้นจะเตี้ยให้น้ำมวยปัญหาจำบ้องนู้ยังบาดจำทัวร์การจำหนักสล็อกแต่สล็อกเกได้ช่วยปัญหาจิตราได้ยังอันเมื่อคืนให้น้ำมวยไงปีกรัวซ่าไงปีปุ่งได้ทัวร์การตีนี่ยังไม่เกิดตัวบ้านแผกให้ซ้ำร้มสมัยแบบกดปงขุดทรายย้อมให้nhưng mà mình chăm bách ở trên tờ rô càng nghe thơ nơi cái bữa tết đài là về khá ai phải cho một lần bánh hai sen rồi có của thế này ấy chứ là bọn hay ở về khá viên lòng bạ tiệc hay khi ngay bị teo tiệc bọn cho nên nhóm chỉ bọc lực ưu tiên sự ban chăm cá đến thì về bay năm chiêng mà hái hay nên nhóm tụi ban nơi bật bị sọt càng nghe dần ra hay cái nông nút tụi ban nơiอัฐประโยชน์มาดอกลุนนิ่งย้อมคืออาจจะตัวบานในประเภทบอดดำไปช่วยกุดกงแต่ดอกลุนไอหนึ่งช่วยแต่ดอกตรงกรุษาจะรวมแต่งอาจดอกสไลในปัญหาเซ็งๆได้นิ่งย้อมตระการของได้เอาไปได้สำคัญชนิดติดนู้วิทย์เพื่อเอานิ่งย้อมตัวบานในบัดปีศาจอย่างปีเสนี่คือจีอาชีพการงีบวยแต่นิ่งย้อมปรารถนาจังบานตั้งแต่ปีวัยกมาหมกมาเลยจ้าខ្ញុំបាទពេញចិត្តនឹងស្រឡាញ់នឹងការងាររបស់ខ្ញុំដែលបម្រើការនៅទីនេះខ្លាំងបំផុតដោយសារគាត់ផ្ដល់ឱកាសឲ្យខ្ញុំបាទកសាងបាទនៅបាទការងារមួយដែលខ្ញុំស្រឡាញ់តាំងពីតូចបាទរួមជាមួយនឹងបាទថប្រយោជន៍សម្រាប់ជាមួយនឹងការបម្រើដល់ពុកម៉ែបងប្អូនដែលបានចូលរួមនឹងឲ្យគាត់មានភាពសប្បាយរីករាយហើយសម្រាប់ខ្ញុំបាទផ្ទាល់ក្នុងឱកាសដែលមកបង្ហាញរួមជាមួយនឹងមកសម្ដែងរួមជាមួយនឹងការលេងនៅអ្វីៗដែលប្លែកៗដើម្បីបម្រើសម្រាប់ពុកម៉ែបងប្អូនដែលបានចូលរួមនោះឲ្យមានភាពសប្បាយរីករាយបន្ថែមទៀតផងដែរឆ្លងតាមហេតុផលជាក់ស្ដែងនៃការបង្កើតឱកាសការងារដ៏ច្រើនតាមរយៈការវិនិយោគគ្រប់ប្រភេទទាំងក្នុងស្រុកនិងពីបរទេសគឺជាការដាស់តឿនស្មារតីដល់បុគ្គលិកដែលមានជំនាញកម្លាំងពលកម្មនិងអ្នកស្វែងរកការងារធ្វើទាំងអស់ឲ្យមានការខិតខំប្រឹងប្រែងថែមទៀតនិងពិចារណាឲ្យបានល្អិតល្អន់ជាទីបំផុតចំពោះការចាប់យកឱកាសការងារតាមរយៈការប្រកួតប្រជែងដោយស្មារតីសុវត្ថិភាពការងារនិងមានភាពងាយស្រួលដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារហេតុនេះសិស្សនិស្សិតអ្នកស្វែងរកការងារធ្វើនិយោជកព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងស្វែងរកការងារធ្វើអាចទទួលបានសេវាផ្ដល់ជូនដោយរដ្ឋាភិបាលនេះដោយងាយស្រួលនិងឥតកម្រៃតាមរយៈលេខទូរស័ព្ទ016 78 66 55 ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ www.nea.gov.kh ជាការបន្តទៅទៀតនេះនាងខ្ញុំសូមជម្រាបជូនព័ត៌មានជ្រើសរើសបុគ្គលិកសំខាន់ៗនៅក្នុងប្រទេសនាសប្តាហ៍នេះក្រុមហ៊ុន Minibia Cambodia Co Ltd ត្រូវការជ្រើសរើសកម្មការិនីជាច្រើនអ្នកលក្ខខណ្ឌនៃការជ្រើសរើសកម្មការិនីត្រូវមានអាយុចាប់ពី18ដល់32ឆ្នាំមិនចេះអក្សរក៏ដាក់ពាក្យបានដែរក្រុមហ៊ុននឹងផ្ដល់ជូននៅប្រាក់ខែ$128មានកន្លែងស្នាក់នៅថ្លៃទឹកថ្លៃភ្លើងដោយឥតគិតថ្លៃផ្ដល់បាយសចំនួន3ពេលក្នុងមួយថ្ងៃទទួលបានសហយធ្វើដំណើរ$7ក្នុងមួយខែមានបន្ទប់សង្គ្រោះបឋមមានគ្រូពេទ្យប្រចាំការប្រាក់ឧបត្ថម្ភថ្លៃព្យាបាលនិងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនបើបែបខេនារីមានចំណាប់អារម្មណ៍ចំពោះការងារខាងលើសូមទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរនិងការងារតាមរយៈលេខទូរស័ព្ទ016 78 66 55ក្រុមហ៊ុន Sumi Cambodia Wiring System ត្រូវការជ្រើសរើសកម្មការិនីជាច្រើនអ្នកលក្ខខណ្ឌនៃការជ្រើសរើសកម្មការិនីត្រូវមានអាយុចាប់ពី18ដល់30ឆ្នាំមានកាយសម្បទាគ្រប់គ្រាន់មានការព្យាយាមមានភាពស្មោះត្រង់និងការបដិញ្ញាចិត្តធ្វើការដោយការទទួលខុសត្រូវខ្ពស់ក្រុមហ៊ុននឹងផ្ដល់ជូននៅប្រាក់ខែ$128ប្រាក់ឧបត្ថម្ភលើវត្តមានទៀងទាត់$10ក្នុងមួយខែផ្ដល់ជូននៅអាហារពីរពេលដែលឥតគិតថ្លៃ
ផ្ដល់ជូនផ្ទះស្នាក់នៅនិងសម្ភារៈនៅក្នុងផ្ទះដោយឥតគិតថ្លៃផ្ដល់ជូនមធ្យោបាយធ្វើដំណើរនិងសេវាធានារ៉ាប់រង24ម៉ោងនិងប្រាក់រង្វាន់ផ្សេងៗទៀតជាច្រើនបើបេក្ខនារីមានចំណាប់អារម្មណ៍ចំពោះការងារខាងលើសូមទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរនិងការងារតាមរយៈលេខទូរស័ព្ទ016 78 66 55លើសពីនេះនៅក្នុងសប្តាហ៍នេះទីភ្នាក់ងារជាតិមុខរបរនិងការងារបានប្រមូលនិងផ្សព្វផ្សាយនៅព័ត៌មានជ្រើសរើសបុគ្គលិកជាច្រើនប្រភេទជាច្រើនកន្លែងបន្ថែមទៀតអាស្រ័យហេតុនេះប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើអាចទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលការងារដែលស្ថិតនៅរាជធានីភ្នំពេញទូរស័ព្ទលេខ016 78 66 55ខេត្តសៀមរាបទូរស័ព្ទលេខ016 53 66 55ខេត្តបាត់ដំបងទូរស័ព្ទលេខ016 92 66 55ខេត្តកំពតទូរស័ព្ទលេខ016 50 66 55ខេត្តស្វាយរៀងទូរស័ព្ទលេខ016 64 66 55ខេត្តកំពង់ចាមទូរស័ព្ទលេខ016 65 66 55ខេត្តតាកែវទូរស័ព្ទលេខ016 67 66 55ឬចូលមើលគេហទំព័រដែលមានអាសយដ្ឋាន www.nea.gov.kh សូមជម្រាបជូនដំណឹងដល់ទូរទស្សនិកជនផងដែរថាកម្មវិធីរបស់យើងក៏មានផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារនិងគេហទំព័ររបស់អង្គភាពព័ត៌មាននិងព្រឹត្តិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី www.pressocm.gov.kh ផងដែរនាងខ្ញុំសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនារបស់អស់លោកអ្នកនីតិទីផ្សារការងារនៅមុខរបររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃគណៈកម្មាធិការជាតិបណ្ដុំបណ្ដាលនឹងវិលមកជួបទូរទស្សនិកជននៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលសម្រាប់សប្តាហ៍នេះសូមអរគុណសូមគោរពលាមិនតូចចិត្តទេឃើញគេណាមានត្រូវឲ្យអត់ខំរៀនគឺមានតម្លៃមិនតូចចិត្តទេ